ប្រវត្តិបត្តិរំដួលដងស្ទឹងសង្កែមហាសង្គ្រាមច្រើនឆ្នាំមួយទៅជួងសែនមកសៅនឹកព្រួយក្រែងទៅឆាប់ភ្លេចរឿងដើមបត្តិរំដួលដងស្ទឹងសង្កែមានភាពល្បីល្បាញខ្លាំងមែនទែនក្នុងចំណោមចម្រៀងដទៃទៀតដែលតាក់ទងជាមួយនឹងខេត្តបាត់ដំបងខ្ញុំជឿថាចម្រៀងមួយបទនេះបងប្អូនដែលច្រើនសុទ្ធតែធ្លាប់បានឮនិងបានស្ដាប់ហើយបងប្អូនដែលច្រើនទៀតក៏ចេះច្រៀងទៅតាមទៀតផងបទនេះលោកអ្នកកវីនិពន្ធគាត់បានរៀបរាប់ពីទស្សនវិជ្ជានៃដងស្ទឹងសង្កែដែលជាសរសៃឈាមរបស់ជានាជននៅក្នុងខេត្តបាត់ដំបងហើយជាពិសេសទៅទៀតនោះគឺការពណ៌នាអំពីសម្រស់រំដួលដងស្ទឹងសង្កែដែលខ្ចីលហកស្រស់ឆើតឆាយប្រៀបដូចជានារីនាឋានសួគ៌ត្រៃត្រឹងទេវលោករកវិចិត្រករណាមកគូសវាសប្រដូចមិនបានទេក្នុងស្ទឹងសង្កែយ៉ាងដូចដួងខែពលគួចមានប្រវត្តិដើមបទរំដួលដងស្ទឹងសង្កែបើយោងតាមសិភៅកំណាព្យស្នេហ៍មាសរបស់កវីម្ចាស់ស្ទឹងសង្កែគង់បញ្ឈឿនគាត់បានសរសេររៀបរាប់ថាអ្នកដែលស្គាល់ខ្ញុំភាគច្រើនគេតែងនិយាយថាខ្ញុំចូលចិត្តតែងបទចម្រៀងដែលពណ៌នាទេសភាពនៅស្ទឹងសង្កែនិងរឿងរ៉ាវជីវិតនៅខេត្តបាត់ដំបងមែនការនិយាយបែបនេះឥតខុសទេព្រោះខ្ញុំមានដើមកំណើតនៅខេត្តបាត់ដំបងខ្ញុំចេះតែមានមโนសញ្ចេតនានឹករលឹកទៅដល់ទឹកដីកំណើតជានិច្ចទោះបីជាខ្ញុំឃ្លាតមកយូរឆ្នាំហើយក៏ដោយដូច្នេះការដែលខ្ញុំនិយាយពីរឿងស្នេហានៅខេត្តបាត់ដំបងមួយផ្នែកគឺជាការរលឹកនៅអនុស្សាវរីយ៍នៃជីវិតស្នេហាបឋមអ្វីរបស់ខ្ញុំនិងមួយផ្នែកទៀតគឺរំលឹកដល់ទឹកដីកំណើតតែប៉ុណ្ណោះទន្ទឹមនឹងនោះខ្ញុំតែងតែគិតថាបើខ្ញុំស្គាល់ខេត្តនេះច្បាស់ជាងគេនិងមានអនុស្សាវរីយ៍ច្រើនជាងគេតើឲ្យខ្ញុំសរសេរពីខេត្តឬប្រទេសណាដែលខ្ញុំមិនសូវនិងមិនស្គាល់បទរំដួលដងស្ទឹងសង្កែនេះគឺជាសក្ខីភាពនៃការរំលឹកឡើងវិញកាលខ្ញុំនៅពីក្មេងពីឆ្នាំ1945មកទល់នឹងឆ្នាំ1953ខ្ញុំរស់នៅលើទូកក្នុងដងស្ទឹងសង្កែស្ថិតនៅទល់មុខរោងភាពយន្តអេដែនបច្ចុប្បន្នរោងកុននេះគ្មានទេពេលដែលខ្ញុំជិះទូកក្នុងស្ទឹងឬដើរលើស្ពានទៅរៀននៅវត្តពោធិ៍វាលខ្ញុំតែងតែចាប់អារម្មណ៍នឹងទេសភាពក្នុងស្ទឹងសង្កែពេលរដូវទឹកជំនន់និងដូចជាពេលទឹកសម្រកកាលនោះខ្ញុំតែងតែយល់ថាពិភពលោកដ៏ល្អប្រណិតប្រហែលមានតែក្នុងបាតស្ទឹងសង្កែប៉ុណ្ណោះទេមើលចុះស្នាមទឹកហូររញរិញកាត់វាលខ្សាច់ដ៏ប្រផូរខ្ញុំបាននាំមិត្តភ័ក្តិយកក្រមាអូសត្រីនិងនាំគ្នាយកក្អមដាក់កាប់ក្នុងខ្សាច់ហើយចោះប្រហោងដើម្បីច្រោះយកទឹកស្អាតត្រជាក់មិនតែប៉ុណ្ណោះខ្ញុំឧស្សាហ៍ចាប់យកត្រីក្រឹមមកប្រជុលគ្នាលេងនៅទីនោះខ្ញុំមិនអាចភ្លេចបានទេនៅសម្រស់របស់យុវនារីម្នាក់ដែលបានចោះមុជទឹកនឹងដើររើក្រុមនៅបាតស្ទឹងនាពេលថ្ងៃលិចក្នុងស្ទឹងសង្កែយ៉ាងដូចដួងខែពលគួចមានស្នេហ៍នេត្រាពុនរីឥឡូវនេះទោះបីផ្សែងជីវិតបានបក់ផាត់រំលាយអតីតកាលទាំងនេះទៅហើយក្តីក៏អំណាចនៃក្តីនឹករលឹកបានធ្វើឲ្យទឹកខ្មៅខ្ញុំស្រក់ហូរស្រែកហៅភក្ត្រាដ៏ស្រស់ប្រឹមប្រៃនោះឲ្យមានជីវិតរស់ឡើងវិញចន្ទ្រកអើយកុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេសូមបញ្ជាក់ថាបទនេះតែងនៅឆ្នាំ1974ថតឲ្យផលិតកម្មពស់មាសពេលចាក់ផ្សាយជាលើកដំបូងលោកញឹកដឹមដែលជាវិចិត្រករឯកខ្មែរចំនួននោះមានប្រតិកម្មជាខ្លាំងរករឿងខឹងសម្បានឹងលោកស៊ិនស៊ីសមុទ្រដោយចោទថាលោកស៊ិនស៊ីសមុទ្រច្រៀងឌៀមដាមឲ្យលោកត្រង់ឃ្លាថាវិចិត្រករអើយកំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេក្រោយមកទើបលោកញឹកដឹមអន់ខឹងវិញព្រោះដឹងថាបទនេះជាបទរបស់ខ្ញុំដែលខ្ញុំគ្មានបំណងរិះគន់ឲ្យលោកទេក្រៅតែពីសរសេរដើម្បីរំលឹកដល់អនុស្សាវរីយ៍ពីអតីតកាលរបស់ខ្ញុំតែប៉ុណ្ណោះហើយនោះគឺរំដួលដងស្ទឹងសង្កែនៅក្នុងក្តីស្រមៃរបស់ខ្ញុំតែទូមិនវិញជួកម្មបកដេញបាត់តាមួយតក្រៃក្រឹមអូនស្លាប់នៅក្នុងដប
បាត់រំដួលដងស្ទឹងសង្កែនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយកវីម្ចាស់ស្ទឹងសង្កែគង់បញ្ឈឿនសម្រួលតន្ត្រីដោយសាស្ត្រាចារ្យភ្លេងមែលប៊នច្រៀងដោយអធិរាជសម្លេងមាសស៊ីនស៊ីសមុទ្រមហាសង្ក្រាន្តច្រានឆ្នាំមួយទៅទ្រង់សែនម៉ងសៅនឹកព្រួយក្រែងពៅឆាប់ភ្លេចរឿងដើមរឿងបាត់ដំបងចង់តងដង្ហើមកាលជួបស្រីឆ្នើមរដូវសន្សើមផ្ការីកស្គុះស្គីអូនដើរក្រុមក្នុងស្ទឹងសង្កែភ័ក្រដូចដួងខែថ្ពាល់ខួចមានស្នេហ៍នេត្រាពុនរាយហាត់ថាខ្ចីលហកសក់ខ្មៅរំសាយល្អគុណមណាយក្លិនខ្លួនឆោមឆាយរាយសំណាញ់ស្នេហ៍ចិនត្រកអើយកុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេមានតែរំដួលដងទឹកហងតាដែលខ្ញុំលួចស្នេហ៍ជួងរយគួខែក៏នៅចាំចោឥឡូវរដូវផ្ការីកមើលវិញជួងតែតួមិននេះជួកំបកដេញបាត់កាមួយតត្រីក្រំអូនស្លាប់នៅក្នុងដបសូមអរគុណប្រិយមិត្តដែលបានស្ដាប់និងទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា